សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការរៀបរាប់ខ្លះៗអំពីការបំពេញការងារឲ្យបានល្អនិងអ្វីដែលមិនគួរធ្វើនៅកន្លែងធ្វើការបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតកលក្ខណៈសម្បត្តិក្នុងការបំពេញការងារឲ្យបានល្អជាការពិតណាស់ការធ្វើការឲ្យបានល្អនៅកន្លែងធ្វើការមិនមែនគ្រាន់តែអនុវត្តតាមទូនីតិរបស់ខ្លួនប៉ុណ្ណោះទេតែវាជាការបង្កើតទំនាក់ទំនងនិងទម្រង់វិជ្ជមានផងដែរនេះជាអ្វីដែលអ្នកគួរធ្វើ 1. ផ្នែកការងារចេះរៀននិងអភិវឌ្ឍខ្លួនជានិច្ចត្រូវធ្វើការឲ្យបានល្អនិងរហ័សត្រូវស្វែងយល់ពីបច្ចេកទេសឬចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកទទួលខុសត្រូវលើការងាររបស់អ្នកប្រសិនបើមានកំហុសត្រូវស្គាល់កែកំហុសនិងរៀនពីវាគោរពពេលវេលាមកធ្វើការឲ្យបានទាន់ពេលប្រុងប្រយ័ត្នក្នុងការប្រជុំនិងបញ្ចប់ការងារឲ្យបានទាន់កំណត់ចេះគ្រប់គ្រងពេលវេលារៀបចំគម្រោងការងារកំណត់លំដាប់អត្ថាភិភាពដើម្បីបង្កើនប្រសិទ្ធភាពការងារមានភាពច្នៃប្រឌិតមិនត្រឹមតែធ្វើតាមបង្គាប់ប៉ុណ្ណោះទេត្រូវចេះគិតស្វែងរកវិធីថ្មីៗដើម្បីធ្វើការងារឲ្យបានល្អនិងមានប្រសិទ្ធភាពជាងមុន 2. ផ្នែកទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពចេះនិយាយនិងស្ដាប់ឲ្យបានច្បាស់ប្រាប់សួរនិងផ្ដល់មតិឲ្យគ្នាទៅវិញទៅមកឲ្យបានចំចេះធ្វើការជាក្រុមចេះរួមគ្នាធ្វើការជួយដៃគ្នានិងគោរពមតិគ្នាទៅវិញទៅមកកុំរក្សាទុកចំណេះដឹងសម្រាប់ខ្លួនឯងផ្ទាល់មានទំនួលខុសត្រូវលើការងាររបស់អ្នកនិងលើលទ្ធផលការងាររបស់ក្រុមមានទស្សនៈវិជ្ជមានមើលឃើញតែផ្នែកវិជ្ជមាននិងផ្ដល់ថាមពលវិជ្ជមានដល់ក្រុមការងារចេះទទួលយកមតិយោបល់ពិចារណាមតិយោបល់ពីអ្នកដទៃដោយស្មោះត្រង់និងយកវាមកពិចារណាដើម្បីកែលម្អខ្លួនឯង 3. ផ្នែកអាកប្បកិរិយាមានស្មារតីខ្ពស់បង្ហាញពីការតស៊ូនិងឆន្ទៈនៅក្នុងការងារមិនងាយនឿយហត់ឬធុញទ្រាន់នឹងការងារទេអនុវត្តខ្លួនឯងមិនត្រូវការឲ្យម្ចាត់ការនិយាយរាល់ពេលនោះទេត្រូវដឹងតើត្រូវធ្វើអ្វីនិងធ្វើវាឲ្យបានល្អរក្សាភាពល្អរក្សាអាកប្បកិរិយាឲ្យបានល្អគោរពគ្នាទៅវិញទៅមកមានសីលធម៌និងស្មោះត្រង់រក្សាភាពលំនឹងរវាងការងារនិងជីវិតផ្ទាល់ខ្លួនដើម្បីជៀសវាងសុខភាពខ្លួនធ្លាក់ចុះនិងថែរក្សារាងកាយឲ្យបានល្អសង្ខេបទៅការធ្វើការឲ្យបានល្អគឺជាការរួមបញ្ចូលគ្នារវាងសមត្ថភាពក្នុងការងារទំនាក់ទំនងល្អជាមួយអ្នកដទៃនិងស្មារតីខ្ពស់ក្នុងការងារប្រសិនបើអ្នកមានលក្ខណៈទាំង3នេះអ្នកនឹងក្លាយជានិយោជកដែលមានតម្លៃនិងវិជ្ជមាននៅកន្លែងធ្វើការចំនួនមិនគួរធ្វើនៅកន្លែងធ្វើការពិតជាត្រឹមត្រូវហើយការដឹងថាអ្វីខ្លះគួររក្សាឲ្យបានចម្ងាយគឺសំខាន់មិនចាញ់ការដឹងថាត្រូវធ្វើអ្វីនោះទេនេះជាអ្វីដែលអ្នកគួរជៀសវាង 1. ផ្នែកអាកប្បកិរិយានិងទំនាក់ទំនងកុំរក្សាទុកចំណេះដឹងឬព័ត៌មានសម្រាប់ខ្លួនឯងផ្ទាល់ការធ្វើដូច្នេះធ្វើឲ្យការងាររបស់ក្រុមមិនមានប្រសិទ្ធភាពនិងបង្កើតវប្បធម៌នៃការមិនទុកចិត្តកុំចាកចេញពីបញ្ហាឬចោទប្រកាន់អ្នកដទៃនៅពេលមានបញ្ហាកុំរកអ្នកដាក់កំហុសត្រូវផ្ដោតលើការដោះស្រាយបញ្ហានិងការរៀនពីកំហុសនោះកុំចូលរួមលើការនិយាយលេងអាក្រក់ឬរីករាយជាមួយការឈ្លោះប្រកែកគ្នារក្សាភាពម៉ឺងម៉ាត់និងវិជ្ជមានការនិយាយលេងអាក្រក់គ្នានឹងខូចទំនាក់ទំនងនិងបរិយាកាសការងារ កុំបដិសេធការផ្លាស់ប្ដូរឬមតិយោបល់ថ្មីការបដិសេធរាល់ដំរីដែលខុសពីទម្លាប់ធ្វើឲ្យអ្នកយឺតយ៉ាវនិងបាត់បង់ឱកាសក្នុងការអភិវឌ្ឍកុំធុញទ្រាន់នៅការងារឬបង្ហាញពីអារម្មណ៍អវិជ្ជមានចំពោះមុខអារម្មណ៍អវិជ្ជមានមានលក្ខណៈឆ្លងនិងអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងនៅការងារនិងស្មារតីក្រុម 2. ផ្នែកការអនុវត្តការងារកុំពន្យាពេលឬរុករាពេលវេលាធ្វើការពន្យាពេលធ្វើឲ្យការងារមិនបានបញ្ចប់តាមផែនការនិងបង្កផលប៉ះពាល់ដល់ក្រុមទាំងមូលកុំធ្វើការដោយគ្មានផែនការឬបញ្ជាទិញការចាប់ផ្ដើមការងារដោយគ្មានការរៀបចំច្បាស់លាស់នឹងធ្វើឲ្យអ្នកខ្វះទិសដៅនិងប្រយពេលវេលានិងធនធានដែលគ្មានប្រសិទ្ធភាព
កុំប្រគល់ការងារដែលមិនទាន់ឆ្លងកាត់ឬមានគុណភាពទាបការប្រគល់ការងារដែលមានចំណុចខ្វះខាតច្រើនគឺជាការគ្មានទំនួលខុសត្រូវចំពោះក្រុមនិងអ្នកដែលទទួលការងារបន្តគុំលុបលាក់កំហុសគេអាចអត់ឲ្យហើយអ្នកដែលមានកំហុសបានតែគេមិនអាចអត់ឲ្យអ្នកដែលលុបលាក់កំហុសនិងគ្មានភាពស្មោះត្រង់បាន3ផ្នែកសិលធម៌និងទំនួលខុសត្រូវគុំលួចយកវត្ថុឬគំនិតរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន plagiarism នេះជាការខូចសីលធម៌ធ្ងន់ធ្ងរនិងបំផ្លាញការទុកចិត្តយ៉ាងខ្លាំងគុំប្រើប្រាស់ធនធានក្រុមហ៊ុនសម្រាប់គោលបំណងផ្ទាល់ខ្លួនយូរឬខ្លាំងពេកដូចជាអ៊ីនធឺណិតទូរស័ព្ទឬឧបករណ៍ការិយាល័យផ្សេងលើកលែងតែមានការអនុញ្ញាតគុំភូតកុហកអំពីស្ថានភាពការងារឬលទ្ធផលភាពត្រឹមត្រូវនិងស្មោះត្រង់គឺជាមូលដ្ឋាននៃការទុកចិត្តសង្ខេបជាទូទៅអ្នកគួរជៀសវាងអ្វីដែលបំផ្លាញការទុកចិត្តបង្កើតអារម្មណ៍អវិជ្ជមានឬបន្ថយប្រសិទ្ធភាពនៃការងាររបស់អ្នកនិងក្រុមការធ្វើការឲ្យបានល្អមិនមែនគ្រាន់តែធ្វើអ្វីឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេតែថែមទាំងត្រូវដឹងថាត្រូវជៀសវាងអ្វីដែលមិនត្រឹមត្រូវផងដែរសូមអរគុណសម្រាប់ការស្ដាប់ដល់ចប់បើបងប្អូនគិតថាវីដេអូនេះល្អសម្រាប់បងប្អូនសូមកុំភ្លេច comment និង subscribe ផង